បាទសួស្តីថ្ងៃនេះយើងមករៀនកម្មវិធីមួយគឺកម្មវិធី Corel Draw X7 X7 នៅក្នុងមេរៀននេះខ្ញុំចង់បង្ហាញអំពីការបង្កើត document ហើយនិងការប្រើប្រាស់ tool បាទជំហានទី1នេះគឺការបង្កើត document បង្កើត document នេះគឺមានច្រើនរបៀបណាគឺទី1យើងអាចបង្កើតតាមរយៈនេះ new document នេះក៏បានបាទ new document ណាយើងគាត់ទៅចុចលើវាទៅវាឲ្យ document យើងបែបនេះហើយទំហំវានេះ A4 ស្រេចអូតូហ្មងឬក៏ជំហានទី2គឺយើងអាចបង្កើតតាមរយៈនេះសញ្ញាបូកនេះតាមសញ្ញាបូកនេះយើងអាចបង្កើតមកបានដែរបាទជំហានទី3គឺ file new បាទឬក៏អក្សរកាត់យើងគឺ control N ហ្នឹងបាទយើងអាចបង្កើតវាបានមកជា document មួយចឹងបានដែរបាទឥឡូវយើងបានហើយបាន document មួយហើយណាដែលមានទំហំនេះទំហំ A4 បាទទំហំនេះយើងអាចប្រែប្រួលឬក៏ custom បានទៅតាមអ្វីដែលយើងចង់បានគឺបើយើងចង់បានទំហំប៉ុណ្ណាយើងដាក់ប៉ុណ្ណឹងទៅដោយគិតវាជាសង់ទីម៉ែត្រជាមីលីម៉ែត្រឬក៏ជាម៉ែត្រតាមអ្វីដែលយើងចង់បានបាទហើយការផ្លាស់ប្ដូរទំហំនេះជាម៉ែត្រឬសង់ទីម៉ែត្រនៅកន្លែងនេះបាទ unit វានេះបាទជាឯកតាវានេះគឺជាម៉ែត្រឬក៏ជាសង់ទីម៉ែត្រឧទាហរណ៍ថាខ្ញុំឧទាហរណ៍ជាសង់ទីម៉ែត្រចុះបាទជាសង់ទីម៉ែត្រទៅហើយយើងយកសង់ទីម៉ែត្រហ្នឹងទៅហើយយើងចង់បានតែមាន document មួយឬក៏ឯកសារមួយដែលមានទំហំ50សង់ទីម៉ែត្រ50សង់ទីម៉ែត្រគុណនឹងជាមួយនឹង100សង់ទីម៉ែត្រ100សង់ទីម៉ែត្រហើយយើង enter មកយើងបានຂະຫນາດបែបហ្នឹងហើយទំហំបែបហ្នឹងយើងអាចផ្លាស់ប្ដូរវាបានអាចជាផ្ដេកហើយឯកទំហំឯកសារចេះក៏បានឈរចេះក៏បានគឺថាវាងាយស្រួលណាស់នៅក្នុង Corel ហ្នឹងយើងមិនបាច់ផ្លាស់ប្ដូរអីច្រើនទេយើងគ្រាន់តែចុចកន្លែងនេះទៅយើងបានហើយបាទណាជាទំហំផ្ដេកឬមិនឈរហើយបន្តបន្ទាប់ទៅនេះខ្ញុំនឹងលើកយក tool មួយនៅក្នុងកម្មវិធី Corel ហ្នឹងគឺ pick tool បាទនេះជា pick tool យកមកប្រាប់បាទយកមកបង្ហាញបាទនៅក្នុង pick tool ហ្នឹងគឺវាមាននេះតួនាទីវាជាស្អីគេ pick tool មានតួនាទីសម្រាប់move គឺសម្រាប់បន្លាស់ទី object មួយឥឡូវខ្ញុំអត់មាន object ទេឥឡូវខ្ញុំយក tool មួយមកគូសបង្កើតជា object មួយបាទ object 1 object 2អីចេះទៅណាឬក៏ជា tool អីមកដែលយើងគូសបាននេះគេហៅថា object ណាយើងយកគូសអញ្ចឹងទៅអានេះហៅថា object បាទអញ្ចឹងនៅក្នុង pick tool នេះយក pick tool នេះគឺមានតួនាទីនេះយើងអាចលើក object ទៅឆ្វេងទៅស្ដាំបានទៅលើទៅក្រោមបានហ្នឹងទី1ទី2មានតួនាទី select លើវាអញ្ចឹងហៅថា select object ណាទី3វាមានតួនាទីអាចទាញនេះបរិចរួមបានយើងចុចវាជាប់ហើយនៅមុំនេះយើងអាចបរិចឬក៏បងរួមបានណាយើងអាចបរិចរួមបានទី4គឺយើងអាច copy path បានជារបៀប copy យើងអាចយើងចុចវាឲ្យជាប់ពីទំនៀមមកយើងដាក់ទៅនេះដោយចុចលើម៉ៅខាងស្ដាំទៅយើងបាន object មួយទៀតផ្សេងទៀតបាទហ្នឹងហើយយើងអាច copy បានដែរបាទ copy ហ្នឹង pick tool បាទហើយនៅក្នុង pick tool នោះមាន3ទី2នោះទី2គឺ free pick free hand នៅក្នុង free hand pick នេះតួនាទីវាគឺសម្រាប់ select object ទាំងអស់ណាជួយខ្ញុំលើទៅហើយចុចលើ object ទាំងអស់នេះមកណា select ចាំមក select យើងអាចលើកអាចលើកទៅឆ្វេងទៅស្ដាំទៅលើទៅក្រោមបានឬក៏យើងអាច select តែមួយពីរដំណាក់ដែលយើង
ពាត់ទេចេះអញ្ចឹងយើងអាចពាត់ប៉ុណ្ណេះយើងអាច select បានតែប៉ុណ្ណឹងដែរបាទអាចតែប៉ុណ្ណឹងទេហើយទី3គឺអាចទី3គឺ free transform នេះយើងអាចលើកចេះអាចចេះដោយផ្លាស់ប្ដូរដោយពឹងផ្អែកលើចុចលើអស់នេះយើងចុចទៅខាងណាចេះណាប្រភេទច្រើនមិនសូវប្រើទេអស់ហ្នឹងបាទប៉ុន្តែយើងឲ្យចេះឲ្យដឹងទៅបាទដោយយកនេះចេះវាចឹងហើយបាទហើយបើយកអានេះវាមិនចេះបាទនឹង free transform ហើយនៅក្នុងកម្មវិធី Corel នេះគឺភាគច្រើនគេច្រើនប្រើ pick tool ជាចាំបាច់គឺ pick tool នេះហ្មងបាទដែលអាចមានតួនាទីច្រើនយ៉ាងហ្នឹងបាទឧបមាថាយើង select លើវាចុចលើវាចេះ select ហើយយើងចុចចំកណ្ដាលចេះយើងវាមានសញ្ញានេះយើងអាចបង្វិលវាបានហើយបើយើងចុចលើនេះយើងអាច trade វាចេះបានបាទហើយចុចលើនេះអាចបង្វិលចេះបានដូចនេះបាទអញ្ចឹងក្នុងកម្មវិធី pick tool នោះគឺមានតែ3ប៉ុណ្ណឹងឯងហើយកម្មវិធីបង្ហាញនៅ pick tool ទាំង3នោះគឺចប់ប៉ុណ្ណឹងហើយបាទចប់ត្រឹមប៉ុណ្ណឹង